អូខេសួស្តីទាំងអស់គ្នាចឹងស្វាគមន៍កាន់វីដេអូទី2នៃដំណើរកម្សាន្តនៅលើកោះរ៉ុងចឹងព្រឹកព្រលឹមឡើងគឺពួកយើងដើររកអាហារពេលព្រឹកហើយយើងបានឃើញហាងលក់បាយស្រូបមួយកន្លែងនៅជាប់កន្លែងគេងយើងក៏បានធ្វើការញ៉ាំអាហារពេលព្រឹកទីនោះហើយនៅព្រឹកនេះណាគឺពួកយើងចែកគ្នាជាពីរក្រុមគឺមានមួយក្រុមគឺពួកគាត់នឹងឡើងទៅស្ទូចត្រីលេងនៅលើទូកហើយចំពោះពួកយើង3នាក់គឺពួកយើងមិនជីកទូកជាមួយពួកគាត់ទេដោយសារតែពួកយើងគឺសិតតែជាអ្នកពលទូកដូច្នេះហើយពួកយើងក៏សម្រេចចិត្តថាពួកយើងនឹងជិះម៉ូតូដើរលេងនៅលើកោះនឹងទៅមើលកន្លែងស្អាតៗនៅលើកោះតែពេលព្រឹកនេះគឺគ្នាខ្ញុំគាត់ឃើញហាងលក់កាហ្វេមួយកន្លែងដែលជាប្រភេទកាហ្វេបែបអ៊ីតាលីហើយគាត់ក៏បានចូលមកញ៉ាំកាហ្វេនៅទីនេះដោយមើលទៅការតុបតែងហាងគឺមានសភាពប្លែកហើយសាមញ្ញហើយយើងអាចមើលឃើញ view នៅកំពង់ផែកោះតូចបានយ៉ាងច្បាស់ហើយនៅព្រឹកនេះដែរមេឃហាក់ដូចជាមានពពកច្រើនបន្តិចតែវាមិនមែនជាបញ្ហាសម្រាប់ពួកយើងក្នុងការធ្វើដំណើរកម្សាន្តនៅលើកោះសម្រាប់ថ្ងៃទី2នេះទេបន្ទាប់ពីញ៉ាំកាហ្វេរួចពួកយើងក៏បានទៅជួលម៉ូតូនៅកន្លែងដែលពួកយើងបានស្នាក់នៅថ្ងៃទី1ហើយលើកនេះគឺពួកយើងជួលពេញមួយថ្ងៃតែម្ដងគឺពីព្រឹករហូតដល់ល្ងាចដែលក្នុងម៉ូតូមួយនេះគឺតម្លៃ$10ហើយវីដេអូនេះដែរយើងនឹងធ្វើដំណើរទៅកាន់កន្លែងកម្សាន្តមួយនៅលើកោះរ៉ុងហើយនៅតាមផ្លូវយើងក៏បានឃើញកន្លែងថតរូបមួយដែលមើលទៅទេសភាពស្រស់ស្អាតដូច្នេះពួកយើងក៏បានជិះចូលទៅមើលនិងក៏ដូចជាទៅថតរូបលេងនៅទីនោះហើយទេសភាពគឺពិតជាស្រស់ស្អាតមែនទែនគឺរាងក្តៅបន្តិចប៉ុន្តែយើងអាចឃើញទឹកសមុទ្រពណ៌ខៀវថ្លាហើយនៅទីនេះដែរក៏ជាកន្លែងដែលអ្នកដែលចូលចិត្តស្ទូចត្រីពួកគាត់តែងតែមកធ្វើការស្ទូចត្រីនៅទីនេះជាក់ស្ដែងកន្លែងនេះមិនមែនស្ថិតនៅក្នុង plan ដែលយើងនឹងចង់មកទេប៉ុន្តែដោយសារតែពួកយើងសល់ពេលច្រើនដោយសារតែគ្នាយើងដែលពួកគាត់ជិះទូកស្ទូចត្រីគឺពួកគាត់ត្រឡប់មកវិញនៅម៉ោងប្រហែលជា1ទៅ2ថ្ងៃត្រង់ដូច្នេះហើយយើងមានពេលប្រហែលជា4ទៅ5ម៉ោងនៅលើកោះសម្រាប់ការដើរកម្សាន្តរបស់យើងហើយយើងក៏ជាយាមជិះរហូតទាល់តែអស់ផ្លូវហើយជារឿងចៃដន្យមែនទែនខ្ញុំក៏បានជួបជាមួយនឹងបងប្រុសឃ្លោកស្វឹងដែលខ្ញុំតែងតែមើលវីដេអូគាត់ជាប្រចាំគឺគាត់តែងតែធ្វើការបបកត្រីនិងស្ទូចត្រីជាដើមហើយថ្ងៃនេះគឺគាត់ក៏បានមកស្ទូចត្រីនៅឯកោះរ៉ុងនេះដែរហើយខ្ញុំក៏មិនបានរំខានគាត់ដែរគឺខ្ញុំបានថតរូបលេងនៅឯចុងនៃកំពង់ផែបន្ទាប់មកពួកយើងក៏បានធ្វើការបន្តដំណើរទៅមុខទៀតដែលទីកន្លែងដែលពួកយើងកំពុងតែធ្វើដំណើរទៅនេះមានឈ្មោះថាសហគមន៍អេកូទេសចរណ៍ព្រៃកោងកាំងដោយពួកយើងបានស្គាល់ទីតាំងនេះតាមរយៈវីដេអូដែលមាននៅក្នុង Facebook ដែលពួកគាត់បានមកលេងនៅទីនេះហើយពួកគាត់ recommend ឲ្យអ្នកដែលចង់មកលេងកោះរ៉ុងចូលទស្សនានៅតំបន់ព្រៃកោងកាំងមួយកន្លែងនេះនៅទីតាំងនេះគឺមានរយៈចម្ងាយរៀងឆ្ងាយដែរពីភូមិកោះតូចដែលបើយើងសរុបជានាទីពីភូមិកោះតូចមកដល់ទីនេះអាចចូលល្បាក់20ទៅ30នាទីហើយនៅទីនេះគឺយើងធ្វើដំណើរតាមផ្លូវបេតុងរហូតគឺមិនមានផ្លូវដីដែលជាឧបសគ្គសម្រាប់ការធ្វើដំណើររបស់យើងទេបន្ទាប់ពីធ្វើដំណើរប្រហែល20នាទីមកទីបំផុតពួកយើងក៏បានមកដល់តំបន់អេកូទេសចរណ៍ព្រៃកោងកាំងដែលស្ថិតនៅខាងឆ្វេងដៃហើយយើងអាចឃើញមានអ្នកមកទស្សនាច្រើនមែនទែនដោយសារតែយើងមានដូចជាម៉ូតូក៏ដូចជាឡានដែលដឹកភ្ញៀវទេសចរមកលេងនៅតំបន់នេះហើយនៅទីនេះដែរគឺការផ្ញើម៉ូតូនិងទុកដាក់ម៉ូតូគឺមិនមានការគប់សម្បត្តិអ្វីនោះទេ
អូខេបន្តមកខ្ញុំបាទក៏បានធ្វើការដើរចូលទៅកាន់តំបន់ Eco Texture ព្រៃកោងកាងនេះនៅទីនេះគឺការចូលគឺមានការលក់សម្បត្តិដោយសម្រាប់ភ្ញៀវជាតិសម្បត្តិមួយគឺតម្លៃត្រឹមតែ$1កន្លះតែប៉ុណ្ណោះប៉ុន្តែសម្រាប់ភ្ញៀវបរទេសគឺ$2នៅទីនេះយើងអាចធ្វើសកម្មភាពជាច្រើនក៏ដូចជាយើងអាចមកទទួលទានអាហារថ្ងៃត្រង់នៅទីនេះក៏បានដែរដោយសារតែនៅទីនេះគឺមានកញ្ចុះសម្រាប់ឲ្យភ្ញៀវដែលគាត់ចូលមកលេងអាចអង្គុយសម្រាកនិងញ៉ាំអាហារបានក៏ដូចជាមានទូកកាយៈសម្រាប់ឲ្យភ្ញៀវគាត់ជិះលេងកម្សាន្តហើយនៅទីនេះដែរគឺពិតជាត្រជាក់មែនទែនដោយសារតែនៅទីនេះគឺសម្បូរទៅដោយព្រៃឈើហើយនេះគឺជាសកម្មភាពដែលពួកយើងបានធ្វើការដើរទស្សនានៅជុំវិញតំបន់ Eco Texture ព្រៃកោងកាងនេះ
ជើងប្រហែល10នាទីមកទីបំផុតពួកយើងក៏បានមកដល់ចុងនៃព្រៃកោងកាងហើយដែលនៅក្នុងបេះដូងនេះគឺយើងអាចមើលទៅដល់កោះសង្សារដែលពួកយើងនឹងធ្វើដំណើរទៅឲ្យកាន់តែគៀកនៅវីដេអូក្រោយហើយដោយពួកយើងមិនចង់ធ្វើដំណើរត្រឡប់ដោយថ្មើរជើងទៅវិញដូច្នេះពួកយើងក៏បានជួលនៅទូករបស់ខាងសហគមន៍អេកូទេសចរដោយពួកយើងជិះតាមដងព្រែកត្រឡប់ទៅវិញដោយទូកមួយនេះដែរគឺតម្លៃពេញគឺ$15ហើយជិះបានគ្នាប្រហែល6ទៅ8នាក់តាមមាត្រតូចមាត្រធំប៉ុន្តែដោយសារតែគ្នាពួកខ្ញុំមានតែ3នាក់ដូច្នេះហើយទើបគាត់មានការបញ្ចុះតម្លៃឲ្យតិចតួចហើយពួកយើងក៏បាន enjoy នៅ view ក៏ដូចជាថតរូបលេងនៅតាមដងព្រែកហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងនៅសល់កន្លែងកំសាន្តមួយកន្លែងទៀតដែលបន្ទាប់ពីយើងចាក់ចែងពីតំបន់អេកូទេសចរព្រៃកោងកាងនេះពួកយើងនឹងបន្តដំណើរទៅមុខបន្តទៀតប៉ុន្តែដោយសារតែវីដេអូយើងរៀងវែងដែរអញ្ចឹងខ្ញុំសូមកាត់វីដេអូត្រឹមតែប៉ុណ្ណេះសិនជួបគ្នាវីដេអូក្រោយ